បានជាមនុស្សយើងចាំបាច់ត្រូវទទួលទានបន្លែបៃតងបងប្អូនដល់គ្នាថ្ងៃនេះបងប្អូននឹងមកដឹងពីអត្ថប្រយោជន៍5យ៉ាងដែលបងប្អូនទទួលទានបន្លែបៃតងចូលទៅក្នុងរាងកាយតើវាជួយអីបានខ្លះមនុស្សយើងបងប្អូនដល់គ្នាតើកាលណាបងប្អូនដឹងពីគុណប្រយោជន៍អីមួយខ្ញុំជឿថាពុកម៉ែបងប្អូនដល់គ្នាប្រកាសជាយកទៅអនុវត្តហើយធ្វើម៉េចឲ្យសុខភាពល្អរឿងទី1ដែលបងប្អូនទទួលទានចូលទៅក្នុងរាងកាយពេលដែលបងប្អូនញ៉ាំពពុះបន្លែបៃតងចូលទី1គឺវាជួយទៅដល់ភាពស្នាមជ្រីជ្រោយរបស់ពុកម៉ែបងប្អូនគឺបានច្រើនមែនទែនរឿងទី2បងប្អូនអរគ្នាវាជួយទៅដល់ប្រព័ន្ធរំលាយអាហាររបស់មនុស្សយើងអញ្ចឹងមនុស្សដែលគាត់ពិបាកនៅក្នុងការរំលាយអាហារហ្នឹងតែស្អីគាត់ញ៉ាំសាច់ច្រើនជាងពពុះបន្លែអញ្ចឹងបងប្អូនដែលអាសាតកតងជាមួយនឹងទល់លាមកឬក៏បាត់ជើងអត់សូវទៀងឬក៏បាត់ជើងអត់សូវល្អអីហ្នឹងបងប្អូនអរគ្នាឧស្សាហ៍ទទួលទានពពុះបន្លែបៃតងចូលទៅដើម្បីឲ្យប្រព័ន្ធរំលាយអាហារបងប្អូនគឺកាន់បានល្អមែនទែនគុណប្រយោជន៍របស់ពពុះបន្លែបៃតងទី3បងប្អូនអរគ្នាគឺវាជួយទៅដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងនឹងឲ្យរឹងមាំហើយវាជួយទៅដល់ប្រព័ន្ធភ្នែករបស់មនុស្សយើងឲ្យល្អប្រសើរបានផងដែរបងប្អូនហើយមួយទៀតបងប្អូនអរគ្នាគឺវាជួយការពារចំណុចទី4នេះវាជួយការពារជាមួយនឹងមហារីកនឹងគឺបានខ្ពស់មែនទែនជាមួយនឹងពពុះបន្លែបៃតងជាពិសេសបន្លែដែលបងប្អូនតាមធម្មជាតិដោយដៃផ្ទាល់ហើយចុងក្រោយមួយទៀតបងប្អូនអរគ្នាពពុះបន្លែបៃតងនោះដែរក៏វាជួយទៅដល់ការពារចាំងយើងបានប្រសើរផងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់សុខភាពព្យាយាមទទួលទានបន្លែបៃតងចូលទៅក្នុងរាងកាយបានច្រើនជាពិសេសពពុះបន្លែបៃតងដែលបងប្អូនតាមវាស្រែចម្ការឬក៏តាមរបងផ្ទះបងប្អូនដែលមានជាតាមជនបទឬក៏ស្រុកស្រែចម្ការហ្នឹងបងប្អូននៅគ្នាបងប្អូននៅតាមទីក្រុងដែលគាត់តាមមកជីលបងហ្នឹងក៏អាចយកមកធ្វើជាអាហារប្រចាំសម្រាប់ថែទាំសុខភាពបានដែរអញ្ចឹងបើសិនជាពុកម៉ែបងប្អូនស្រឡាញ់សុខភាពកុំភ្លេចថែទាំសុខភាពទាំងអស់គ្នាព្យាយាមញ៉ាំពពុះបន្លែបៃតងឲ្យបានច្រើនដើម្បីទទួលបាននូវគុណប្រយោជន៍ដូចជាសុខភាពល្អគ្រប់គ្នាហើយបើសិនជាពុកម៉ែបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share និង like ដូចជា comment នៅក្នុងវីដេអូនេះម្នាក់មួយបងប្អូននៅគ្នាអរគុណច្រើន